បាទសួស្តីពុកម៉ែបងប្អូនបាទនេះគឺជាសកម្មភាពកែច្នៃជីកំប៉ុស្តបាទហើយម៉ាស៊ីនក្រោយខ្នងខ្ញុំនេះគឺជាម៉ាស៊ីនកែច្នៃជីកំប៉ុស្តហើយបងប្អូនណាបាទម៉ាស៊ីននេះគឺបងប្អូនយកទៅផលិតជីកំប៉ុស្តឬសូនក្របជីកំប៉ុស្តធានាថាมันងាប់ស្មាសធាតុឡើយបើបងប្អូនយកម៉ាស៊ីនផ្សេងវាអាចធ្វើឲ្យវាងាប់ស្មាសធាតុចិញ្ចឹមដោយសារម៉ាស៊ីនទាំងអស់នោះគឺវាបង្កើនកម្ដៅខ្លាំងអញ្ចឹងវាធ្វើឲ្យសមាសធាតុចិញ្ចឹមមួយចំនួនធំនៅក្នុងជីរបស់យើងត្រូវបានស្លាប់ចំណែកម៉ាស៊ីននេះគឺយើងច្នៃឡើងដោយខ្លួនឯងជាផលិតផលរបស់ប្រទេសយើងបាទគុណភាពគឺល្អមែនទែនធានាបាទពេលដែលបងប្អូនយកទៅផលិតជីកំប៉ុស្តគឺมันមានងាប់ស្មាសធាតុឡើយហើយម៉ាស៊ីននេះគឺជាម៉ាស៊ីនកាត់ក្របបងប្អូនណាបាទចំណែកឯម៉ាស៊ីនមួយនេះទៀតគឺជាម៉ាស៊ីនសូនក្របបាទគឺពីរនេះគឺវាប្រតិកាឡាគ្នាបងប្អូនណាបាទពេលខ្លះក៏យើងភ្ជាប់គ្នាតែម្ដងពេលខ្លះក៏យើងផ្ដាច់គ្នាតែម្ដងដោយសារការប្រើប្រាស់គឺវាតម្រូវទៅតាមចិត្តអតិថិជនបងប្អូនខ្លះគាត់ចង់បានកាត់ក្របលុញតែម្ដងបងប្អូនខ្លះគាត់ចង់បានកាត់ក្របហើយបានយកពីកាត់ទៅលុញតែម្ដងអញ្ចឹងបងប្អូនបាទអញ្ចឹងម៉ាស៊ីនវាមានពីរប្រភេទមួយហ្នឹងបងប្អូនណាបាទហើយនេះជាម៉ាស៊ីនទី1បាទគឺជាម៉ាស៊ីនកាត់ក្របបាទអញ្ចឹងបងប្អូនទប់ណិតមួយវាទៅបាទគឺម៉ាស៊ីនយើងគឺធ្វើទៅល្អបាទมันមានងាប់ស្មាសធាតុទេបាទបងប្អូនណាបាទมันមានងាប់ស្មាសធាតុទេហើយធានាថាគុណភាពគឺទទួលយកបានបងប្អូនបាទពេលដែលបងប្អូនយកទៅសូនជីកំប៉ុស្តគឺអត់មានឡើងកម្ដៅទេបងប្អូនណាបាទខ្ញុំបញ្ជាក់អត់មានឡើងកម្ដៅទេបាទជីយើងដាក់មកត្រជាក់ដៃតែម្ដងបាទហើយផលិតមកគឺគុណភាពទទួលយកបានបាទអញ្ចឹងម៉ាស៊ីននេះបងប្អូនទស្សនិកមើលទៅបាទគឺវាពូកែបែបហ្នឹងបងប្អូនណាបាទបើសិនជាបងប្អូនផលិតវិញបងប្អូនឲ្យបងរយកែចាក់បងប្អូនណាបាទ1ម៉ោងវាអាចបានចន្លោះពី1តោនបងប្អូនណាបាទចន្លោះពី1តោនឡើងបាទក្នុង1ម៉ោង1តោនឡើងហើយសមាសធាតុវាគឺខ្លាំងបងប្អូនណាបាទគឺខ្លាំងបាទផលិតបានល្អហើយនេះគឺជាដំណើរការនៃការផលិតជីកំប៉ុស្តទាំងស្រុងហើយបងប្អូនដែលចង់ផលិតជីកំប៉ុស្តឲ្យมันមានជំនាញបងប្អូនណាបាទអាចមកសិក្សាប្រតិបត្តិជាមួយក្រុមការងារយើងបាទទីនេះនឹងបង្ហាត់បងប្អូនបាទហើយនេះយើងសូនហើយបាទយើងយកវាមកសដិលបាទសដិលតែមួយថ្ងៃបងប្អូនណាបាទសដិលប្រហែលជាប្រហែលម៉ោងមកដល់ស្ងួតរឿងបងប្អូនណាបាទស្ងួតរឿងអាចយកទៅប្រើប្រាស់បានហើយនេះយើងអត់តន់រែងបងប្អូនណាបាទយើងអត់តន់បានរែងទេអញ្ចឹងដល់ពេលដែលយើងរែងវានឹងស្អាតជាងនេះបងប្អូនបាទដូច្នេះហើយបងប្អូនដែលចង់បានផលិតផលរបស់ប្រទេសយើងបាទរបស់កម្ពុជាបាទជាផលិតផលដែលយើងកែច្នៃឡើងដោយក្រុមជាងជំនាញរបស់យើងបាទទទួលស្គាល់បងប្អូនណាបាទវាមិនសូវស្អាតទេបាទប៉ុន្តែវាទទួលយកបានគុណភាពបាទបងប្អូនមើលក្របជីទៅបាទសូនចេញមកគឺមូលល្អស្អាតមែនទែនបាទអញ្ចឹងបងប្អូនណាដែលមានចំណាប់អារម្មណ៍បាទចង់បានម៉ាស៊ីនកែច្នៃជីកំប៉ុស្តយកទៅផលិតដើម្បីធ្វើអាជីវកម្មឬបងប្អូនដែលមានជំនាញផលិតជីហើយបាទមិនទាន់ស្ទាត់បងប្អូនអាចមកជួម៉ាស៊ីននេះបានបាទមួយគ្រឿងអាចផលិតបានចន្លោះពី1តោនទៅ2តោនក្នុង1ម៉ោងបងប្អូនណាបាទហើយក៏អរគុណដែលបងប្អូនមួយចំនួនបានគ្រប់គ្រងហើយនឹងអរគុណដល់ភ្ញៀវដែលគាត់បានកម្មម៉ាស៊ីនពីខាងយើងទៅផងដែរបាទម៉ាស៊ីននេះគឺយើងលក់បានច្រើនគ្រឿងហើយបងប្អូនហើយនេះគឺជាម៉ូតទី2ដែលយើងកំពុងតែចរាចរលក់ទៅទីផ្សាររាល់ថ្ងៃចឹងបើសិនជាបងប្អូនណាចង់បានម៉ាស៊ីននេះសូមកុំភ្លេចតំណែងមកក្រុមការងារយើងបាទក្រុមការងារយើងនឹងផ្ដល់ប្រឹក្សាយោបល់ទាំងជំនាញទាំងការផលិតបាទទាំងធ្វើកិច្ចការងារលើទីផ្សារផងដែរបាទបងប្អូនជឿម៉ាស៊ីននេះតែមួយគ្រឿងបងប្អូនទទួលបានកញ្ចប់ជាច្រើនពីក្រុមការងារយើងបាទទាំងការបណ្ដុះបណ្ដាលបង្រៀនបង្ហាត់គ្រប់បែបយ៉ាងតែម្ដងអញ្ចឹងបងប្អូនចាំផលិតជីកំប៉ុស្តមិនបាច់បារម្ភទេមិនមានជំនាញក៏អាចមករៀនជាមួយក្រុមការងារយើងបានដែរហើយក៏អរគុណបងប្អូនដែលបានទស្សនាវីដេអូពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា